Bạn chỉ số bong bóng to ngày nay dương mà mơ trong ca bột tria từng ở khía hay bong bóng trong bàn đầm năm bột tria đây là ở nơi như thế chân dương mà mơ từng ở khía bóng đấy chân đầm năm bột tria bắt top pi và một pho bàn dạ pel và pi bảy trăm năm hai nợ pel đào bia thông bạn nông ta và một pho việc buộc peហើយ apply វាមិនសូវជាល្អ apply វាក្រិនឬក៏តូចអីចឹងយើងអាចកាត់ដូចគេនេះបានបងប្អូនណាកាត់ដើមចាស់វាចោលទៅហើយសម្រាប់ចំការនេះគឺគេកាត់ច្រើនដងហើយបាទគេកាត់ដើមចាស់ចោលច្រើនដងហើយបន្ទាប់ពីគេប្រមូលផលបានរយៈពេល2ឆ្នាំឬក៏3ឆ្នាំហើយផ្លែវាលែងសូវធំផ្លែវាលែងសូវល្អគឺគេចាប់ផ្ដើមធ្វើបែបហ្នឹងបងប្អូនណាគឺគេកាត់មាចវាចេញកាត់ដើមវាចេញរួចគេទុកឲ្យបំពង់វាដុះថ្មីមកបាទខ្នែងវាដុះថ្មីមករួចគេតាក់តែងខ្នែងវាហ្នឹងដែលខ្នែងវាហ្នឹងគេទុកមួយដើមក៏ទុកតែ2ខ្នែងទេបងប្អូនក្រៅពីនឹងគេកាប់ចោលទាំងអស់តែម្ដងមូលហេតុគឺដើម្បីកុំឲ្យវាស្ដុកហើយឲ្យមែកវាហ្នឹងអឺលូតលាស់មានពលឺគ្រប់គ្រាន់ហើយងាយស្រួលនៅក្នុងការគ្រប់គ្រងបាទដូចនៅក្នុងរូបភាពនេះអញ្ចឹងដើមវាចាប់ផ្ដើមធំហើយចាប់ផ្ដើមដាក់ផ្លែផ្ដល់ទិន្នផលម្ដងទៀតបន្ទាប់ពីយើងកាប់ដើមវាចោលហើយទុកខ្នែងវាឲ្យដុះក្នុងរយៈពេលប្រហែលជា6ខែទៅ1ឆ្នាំគឺវានឹងផ្ដល់ទិន្នផលឡើងវិញបងប្អូនណាបាទអញ្ចឹងរាល់ខ្នែងថ្មីដែលដុះមកគឺគេកាត់ចោលទាំងអស់គេអត់ទុកទេដើម្បីកុំឲ្យសត្វល្អិតកុំឲ្យវាស៊ីជីបាទកុំឲ្យជំងឺអីវាឆ្លងតាមរយៈដើមខ្ចីថ្មីមកទៀតបងប្អូនណាបាទបងប្អូនអាចធ្វើបានដូចគេមកគឺល្អមែនតើសម្រាប់ការកាត់បែបនេះបើសិនជាបងប្អូនមានថ្នាំពពុះថ្នាំផ្សិតបាទបងប្អូនយកមកលាបឬក៏យកបាញ់ផងសម្រាប់មុខរបួសរបស់វាណាដើម្បីកុំឲ្យវាឆ្លងជំងឺទៅតាមមុខរបួសដែលយើងបានបេះខ្នែងបេះមេឃវានឹងចេញហ្នឹងបាទអញ្ចឹងបងប្អូនឃើញហើយកម្ពស់ដើមថ្មីដែលគេយកហ្នឹងគឺគេឲ្យខ្ពស់ពេកទេដើម្បីងាយស្រួលក្នុងការធ្វើការងាយស្រួលក្នុងការប្រមូលផលក្នុងការបាញ់ថ្នាំក្នុងការតាក់តែងមេឃវាគឺគេបាទយកកម្ពស់មកល្មមដែលងាយធ្វើការដែលពីលើគេដាក់កាបបងប្អូនណាខ្សែកាបឬក៏ខ្សែលួសទប់ពីផ្នែកខាងលើដើម្បីជៀសវាងមេឃដែលវាឡើងទៅលើខ្ពស់ពិបាកនៅក្នុងការធ្វើការអញ្ចឹងមេឃទាំងអស់ហ្នឹងគេអាចតាក់មកគឺរក្សាកម្ពស់វាបាទចងឲ្យជាប់ទៅកុំឲ្យខ្ពស់ពេកដោយបងប្អូនបានឃើញអញ្ចឹងកម្ពស់ខ្ពស់ជាងមនុស្សបន្តិចដើម្បីងាយស្រួលចូលធ្វើការហើយនឹងបាញ់ថ្នាំអីផ្សេងណាបាទអញ្ចឹងខ្ញុំគិតថាបទពិសោធន៍ទាំងអស់នេះគឺជាបទពិសោធន៍ល្អហើយខ្ញុំគ្រាន់តែយកវីដេអូគេដើម្បីយកមកបង្ហាញជូនបងប្អូនទេខ្ញុំអត់មានវីដេអូខ្លួនឯងទេបងប្អូនណាវីដេអូនេះគឺជាវីដេអូរបស់គេហើយផ្កាច្រើនណាបងប្អូនឃើញទេគឺគេទុកផ្កាមកល្មមគេអាចកាត់ចោលខ្លះដើម្បីឲ្យផ្លែវានោះធំល្អផ្លែវាក៏អញ្ចឹងដែរបើផ្លែណាវាច្រើនពេកក៏គេប្រឡេះផ្លែបេះផ្លែចេញខ្លះដែរដើម្បីឲ្យផ្លែវានោះធំល្អបាទហើយងាយស្រួលគ្រប់គ្រងទាំងសត្វល្អិតទាំងជំងឺអីផ្សេងបាទហើយសម្រាប់ដំណាំពុទ្រាបងប្អូនដឹងហើយគឺយើងត្រូវការប្រើប្រាស់នៅថ្នាំរៀងច្រើនបន្តិចបាទទាំងថ្នាំសត្វល្អិតថ្នាំដង្កូវជាពិសេសបងប្អូនណាហើយបដិញនៅពពួកស្រាំងតិចផ្លែអីចឹងទៅបាទអញ្ចឹងសង្ឃឹមថាបងប្អូននឹងទទួលបានបទពិសោធន៍ល្អពីវីដេអូមួយនេះហើយដោយបងប្អូនឃើញអញ្ចឹងគឺផ្លែច្រើនផ្លែស្អាតបាទអរគុណច្រើនណាស់សម្រាប់ការតាមដានរបស់បងប្អូនបើសិនជាបងប្អូនមានចម្ងល់ផ្សេងៗយើងអាចពិភាក្សាអាច comment ចូលនៅក្នុងវីដេអូហ្នឹងបន្ថែមដើម្បីយើងអាចផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកអរគុណច្រើនបើបងប្អូនត្រូវការថ្នាំជីផ្សេងៗអាចទំនាក់ទំនងមកបានអរគុណជម្រាបលា